បរិមម្នាក់នេះទទួលបញ្ជាពីតាចារ្យនៅក្នុងវិហារមួយដើម្បីទៅសម្លាប់មេតបកាសេហ្វមុននឹងទៅតាចារ្យក៏បានបកលរបស់មួយគាត់ថានេះជាអាវុធដែលទេវតាប្រគេនឲ្យបន្ទាប់មកបានយើងឃើញមកដល់សាច់រឿងរបស់យើងដែលថាមានកងទ័ពកំពុងតែជិតវាយភូមិមកកន្លែងមកមើលក្នុងភូមិវិញមានកងទ័ពដែលចេះប្រើយុទ្ធសាស្ត្រហ្នឹងគឺមក3 4នាក់មកម៉ងកាយើងក៏សួរទៅកាសេហ្វថាតើពួកគេគឺជាអ្នកណាកាសេហ្វគាត់ក៏បានប្រាប់ថាមានតែខាង Slane Theocracy ទេដែលអាចបញ្ជូនកងទ័ពដែលមានយុទ្ធសាស្ត្រមកច្រើនយ៉ាងហ្នឹងហើយពួកគេក៏បានដឹងរឿងពិតប្រាកដខាងនគរ Slane Theocracy គេផ្លាយបន្លំកងទ័ពឲ្យធ្វើជាកងទ័ពរបស់បាហារូតដើម្បីឲ្យនគរ Irentel និងបាហារូតឆ្លោះគ្នាដល់ទៅពេលហើយគេក៏បានដំណឹងថាមេតបកាសេហ្វគឺបានមកដល់ភូមិហ្នឹងចឹងហើយបានគេប្រើអ្នកដែលចេះយុទ្ធសាស្ត្រមកសម្លាប់កាសេហ្វចោលបន្ទាប់ពីនិយាយគ្នាចប់ម៉ងកាគាត់ក៏គិតខ្លួនឯងថាចុះមកបេសាយហ្នឹងជាបេសាយមកពីយ៉ាក់ត្រាសែលមែនហើយបេសាយនៅយ៉ាក់ត្រាសែលមកដល់ហ្នឹងដែរគ្រាន់តែគិតកាសេហ្វគាត់ក៏បាននិយាយថាលោកកូនខ្ញុំចង់ជួលលោកម្ដងទៀតខ្ញុំនឹងឲ្យរង្វាន់លោកតាមចិត្តគ្រាន់តែនិយាយបានប៉ុណ្ណឹងតួរបស់យើងក៏បដិសេធអត់ទាន់ស្ដាប់ថាគាត់ចង់ជួលធ្វើអីហងហើយកាសេហ្វគាត់ក៏ថាអីដែរគាត់ថាអញ្ចឹងក៏បានអញ្ចឹងអរគុណដែលជួយភូមិមួយនេះម្ដងទៀតបន្ទាប់មកលោកកាសេហ្វចង់សុំអង្វរមកម៉ងកាយើងហ្នឹងឲ្យនៅជួយម្នាក់ភូមិនឹងបដោះសន្នសិនគាត់រលត់ជង្គង់សុំអង្វរហើយតែទោះបីយើងមិនឲ្យគាត់លត់ជង្គង់អង្វរទេហើយគាត់ប្រាប់ថាគាត់នឹងការពារអ្នកភូមិនៅនឹងកាសេហ្វគាត់ក៏លាម៉ងកាយើងទៅវាយជាមួយនឹងពួកគេមុននឹងទៅម៉ងកាគាត់ឲ្យកាដូមួយគាត់ថាយកតាមការពារខ្លួនទៅបន្ទាប់ពីទទួលកាដូមួយនឹងបានហើយគាត់ក៏នាំគ្នាធ្វើដំណើរចេញទៅម៉ងកាគាត់ក៏និយាយទៅកាន់ Albedo ថាកាលខ្ញុំជួបមនុស្សលើកដំបូងខ្ញុំឃើញពួកគេគឺមិនបានស្មើនឹងសត្វល្អិតផងក៏តែយូរទៅខ្ញុំក៏ចាប់ផ្ដើមឃើញពួកគេគឺដោយសត្វតូចៗចឹងនិយាយគ្នាសុកលោកមេភូមិនិងប្រពន្ធរបស់គាត់ក៏បានមកជួបគាត់សួរម៉ងកាថាមិនបានមេតបគាត់ចាក់ចេញអញ្ចឹងម៉ងកាគាត់ក៏ប្រាប់ថាដោយសារតែហ៊ានទាំងអស់នោះគឺគេមករកលោកមេតបនឹងឯងពូមេភូមិក៏សួរថាចុះយើងគួរតែនៅនឹងទៀតមែនម៉ងកាថានៅពេលដែលលោកមេតបបំបែកតបរបស់គេហើយពួកយើងក៏គួរតែកិច្ចដែរព្រោះលោកមេតបទៅហ្នឹងគឺដូចតែបើកផ្លូវឲ្យយើងចឹងកលេចមកមើលកាសេវិញគាត់កំពុងតែបញ្ជាកូនទ័ពរបស់គាត់ឲ្យសម្រុកចូលទៅវាយសត្រូវបន្ទាប់មកបង្វែងដានសត្រូវឲ្យចេញពីភូមិហ្នឹងនៅពេលដែលបង្វែងបានហើយនាំគ្នាដកថយរត់សម្រាប់អស់មួយហើយបេសាចនោះក៏កាត់មកច្រើនទៀតក៏ដោយសារតែពួកអ្នកយុទ្ធសាស្ត្រនោះគឺជប់ឡើងមកវិញបន្ទាប់មកគាត់ក៏ឃើញកូនតបគាត់ជិះសេះរត់អស់គាត់ថាមិនអីទេដោយសារតែគាត់គឺជាអ្នកឲ្យធ្វើអញ្ចឹងនិយាយមិនទាន់ហើយពីមាត់ផងកូនតបរបស់គាត់ក៏ត្រឡប់មកវិញដោយសារតែពួកគាត់អាចទុកមេតបរបស់គាត់ចោលបាននោះទេ戦力的にはこちら武器六甲連山ទោះបីជាគាត់ខំប្រើសម្លាប់យ៉ាងណាបេសាយទាំងអស់នោះក៏កើតឡើងមកវិញដែរក៏ដោយសារតែអ្នកបញ្ជាហ្នឹងគឺជាអ្នកប្រាជ្ញាសិលទាំងអស់នេះកលេចមកមើលអ្នកភូមិវិញពួកគាត់កំពុងតែភ័យខ្លួនមេអ្នកប្រាជ្ញាសិលហ្នឹងគឺបញ្ជាឲ្យកូនចៅពួកគាត់សម្រាប់ការសេវយើងចោលក៏តែការសេវគាត់ងើបហើយគាត់ថាកុំមើងងាយគាត់ពេលនេះក៏និយាយថាបន្ទាប់ពីគាត់សម្លាប់កាសេហ្វហើយគាត់នឹងចូលទៅបំផ្លាញនៅកំទេចភូមិមួយនឹងចោលកាសេហ្វលឺអញ្ចឹងគាត់ក៏បានសើចគាត់ថាអាល្ងងមានមនុស្សម្នាក់នៅក្នុងភូមិហ្នឹងខ្លាំងជាងយើងទៀតតែឯងជួបគឺដឹងហើយពេលនេះគាត់ថាចង់ភ័យមែនសម្រាប់វាឬមើលទៅដល់ពេលដែលយើងត្រូវដូរកន្លែងគ្នាហើយកាសេហ្វគាត់ក៏បានមកដល់ភូមិវិញហើយគាត់កំពុងតែឆ្ងល់ពីរឿងកើតឡើងកាសេហ្វសួរទៅកាន់មេភូមិថាឯណាលោកកូនមេភូមិថាខ្ញុំមិនដឹងដែរតែពេលគាត់បាត់ខ្លួនគឺលោកមកដល់កន្លែងហ្នឹងម្ដងបន្ទាប់មកកាសេហ្វគាត់ក៏បានមើលកាដូដែលម៉ងកាយើងឲ្យហើយវារលាយបាត់ទៅហើយទៅគាត់ក៏ដឹងថាកាដូមួយហ្នឹងគឺជាកន្លែងផ្លាស់ទីតាំងហើយគាត់ក៏បានធូរទ្រង់ទៅកលេចមកមើលម៉ងកាយើងវិញគាត់មកដល់គាត់ក៏បានណែនាំខ្លួនប្រាប់គេថាគាត់គឺជាអាញសូលកូនគាត់ក៏បានប្រាប់គេថាគាត់ក៏មានការតាក់ទងជាមួយនឹងភូមិហ្នឹងដែរពេលនេះគាត់ថាម៉េចឯងមកលុតជង្គង់វល់ជំនួសគេមែនទេខុសហើយយើងលើការសន្ទនារបស់ឯងជាមួយនឹងមេតបឯងធ្លាប់ធំគ្រាន់បើណាឯងស្រែកប្រកាសថាកំទេចភូមិមួយនឹងដែលយើងកំពុងតែខំការពារយើងមិនស្រមៃថាមានអ្វីដែលគួរស្អប់ជាងនេះទៀតទេគួរឲ្យស្អប់សម្ដីធំគ្រាន់បើគ្រាន់តែអ្នកប្រើយុទ្ធសាស្ត្រសោះលើមេចង់ធ្វើម៉េចលើហ្នឹងបកគលជីវិតឯងមកឲ្យ
យើងនឹងធ្វើឲ្យស្លាប់ដោយគ្មានការឈឺចាប់តែបើឯងមិនព្រមយើងនឹងធ្វើឲ្យស្លាប់ដោយឈឺចាប់ខ្លាំងបំផុតសម្រាប់ភាពល្ងងរបស់ឯងតបទេវតាចូលទៅវាយអញស្មានតែខ្លាំងអាប៉ុណ្្នឹងសោះហើយอย่าលឺឯងនិយាយទេបកគលជីវិតរបស់ឯងមកនេះមកគ្រាន់តែសត្វតូចតាចប៉ុណ្្នឹងសោះតែអាចធ្វើអីយើងបានបន្ទាប់មកម៉ងកាក៏បានសួរទៅកាន់គេថាតើឯងចេះជប់បិសាចទាំងអស់នេះមកពីណាដោយសារតែបិសាចអស់ហ្នឹងគឺមកពីយ៉ាក់ត្រាសែលតែលើមិនបាច់ឆ្លើយក៏បានដែរដល់ពេលអញម្ដងកុំទ័ពទេវតាចូលវាយទាំងអស់មកទៅទេមិនពិតទេមិនគួរជឿទេដោយនៃការគិតមែនយុទ្ធសាស្ត្រទាំងអស់នេះគឺមកពីយ៉ាក់ត្រាសែលទាំងអស់អ្នកណាជាអ្នកបង្រៀនពួកឯងមានរឿងអីកើតឡើងក៏មាត់ខ្ញុំកំពុងចូលតួអែលបេដូឯងគួរតែដឹងហើយថាអាវុធទាំងអស់នេះមិនអាចធ្វើឲ្យយើងបានទេតែលោកម្ចាស់ខ្ញុំមកនោះគឺមកប្រយុទ្ធជាមួយនឹងលោកម្ចាស់ឲ្យខ្ញុំឈរមើលមិនកើតវាមិនអាចទេវាមិនដែលទេវតាកម្រិតធំគ្រាន់តែមួយយន្តសាស្ត្របាត់ខ្លួនបន្ទាប់មកពេលហ្នឹងក៏បានដកត្បូងដែលតាអាចារ្យនឹងឲ្យហើយតួរបស់យើងនៅពេលដែលឃើញក៏គាត់ភ្ញាក់ផ្អើលដែរដោយសារតែ item ហ្នឹងគឺជា item របស់ Yggdrasil ហើយម្យ៉ាងទៀតត្បូងពេជ្រមួយហ្នឹងក៏វាទុកនៅសัตว์ដែលល្បីធំផងដែរMomongaក៏ប្រាប់ឲ្យ Albedo ប្រើ skill ដើម្បីការពារគាត់ទេវតាហ្នឹងមិនដែលជាទេវតាខ្លាំងរបស់ឯងហើយឯងស្មានតែស្អីខ្លាំងខំត្រៀមខ្លួនទុកជាមុនហាស្អីគេហើយយកបេឡុកបេឡហ្នឹងមកលេងមកអញមែនបេឡុកបេឡស្អីហេកុំចាត់វាចោលទៅអារម្មណ៍ដែលត្រូវទទួលការជួយចាប់គឺអញ្ចឹងទេអត់អីមួយអេបេដូមហិទ្ធិឫទ្ធិខ្លាំងជាងវាសាយទៀតតែឯងជាណាចុះស្អីហ្នឹងប្រទេសរបស់ឯងកំពុងតែមើលឯងមិញហ្នឹងតែជាសិលយើងបានកំតិចចឹងហើយគេលែងមានអីមើលទៀតហើយខ្ញុំសុំវល់លើកលែងខ្ញុំទៅយកអាពួកអស់ហ្នឹងក៏បានដែរលើកលែងជីវិតឲ្យខ្ញុំនឹងឲ្យលុយប្រាក់កាសជាច្រើនឯងយល់ខុសហើយពួកអាសត្វថោកទាបពួកឯងគួរតែសប្បាយចិត្តដែលត្រូវម្ចាស់យើងយកជីវិតរបស់ពួកឯងហ៎សត្វថោកទាបដូចយើងនិយាយចឹងឲ្យជីវិតឯងមកយើងនឹងឲ្យឯងស្លាប់ដោយគ្មានការជួយចាប់បន្ទាប់ពីលេងបេឡុកបេឡកន្លែងហ្នឹងហើយMomongaនិង Albedo ក៏ត្រឡប់ទៅ Nazarick វិញMomonga គាត់ក៏គិតថាអ្វីដែលគាត់ធ្វើថ្ងៃហ្នឹងតែខាង Nazarick គេទទួលយកណែគាត់ដោយសារតែគាត់ជួយមនុស្សជួយអីហើយគាត់ក៏ជាមេបិសាចជាងតើអត់ត្រូវជួយមនុស្សអីទេហើយ Albedo គាត់ក៏មានគិតស្អីទេគាត់ឡៃតែគិតMomongaយើងលយMomonga គាត់ក៏សួរទៅកាន់ Albedo ថាមានអីមែន Albedo ក៏សួរទៅថាអីបានជាលោកម្ចាស់ជួយមនុស្សហើយគាត់ក៏ឆ្លើយថាឥឡូវហ្នឹងយើងអត់ដឹងថាពិភពលោកហ្នឹងមានអីខ្លះទេអញ្ចឹងអ្វីដែលយើងត្រូវគិតហ្នឹងគឺយើងត្រូវគិតថាសត្រូវរបស់យើងគឺខ្លាំងជាងយើងរហូតអញ្ចឹងហើយបានជាគាត់យកមនុស្សហ្នឹងធ្វើជាកូនអុកលេងដើម្បីសើមើលស្ថានភាពនិងសភាពការយ៉ាងម៉េចខ្លះមកដល់ Nazarick វិញគាត់មានរឿងចង់និយាយជាមួយនឹងកូនចៅគាត់តែមុននឹងនិយាយគាត់ប្រកាសរឿងមួយចាប់ពីឥឡូវទៅគាត់លែងឈ្មោះជា Momonga ហើយគាត់ឈ្មោះថា Aisolcode វិញហើយកូនចៅគាត់ទាំងអស់គឺហៅគាត់ឯងមិនមែនអញហើយក៏មិនមែនឯងដែរគឺអាញហើយរឿងក៏ស្លេះត្រឹមប៉ុណ្្នឹងទៅជួបគ្នានៅវីដេអូក្រោយ